ខ្ញុំនឹងកំតិចឈ្មោះកដាលចោលអស់មូលហេតុដែលស្រូវចូលថោដោយសារឈ្មោះកដាលបុកស្មាគ្នាប៉ា30សេនបុកដៃគ្នាផាំង50សេនបុកស្មាគ្នាផាំង30សេនហើយតម្លៃស្រូវវិជាបរតគឺថោកត្រង់ហ្នឹងត្រង់ឈ្មោះកដាលច្រើនហ្នឹងហើយមិនកំតិចឈ្មោះកដាលចោលទេ50ឆ្នាំទៀតក៏ស្រូវវិជាបរតនៅតែចូលថោកជំងឺមិនអាចព្យាបាលបាននៅល្បិចហែកចូលទៅពិនិត្យពីព្រឹកមិញនោះបតីដីប្រហែលជា500ហិកតាជាងស្រូវនឹងខ្ទង់ទៅ3ថ្ងៃទៀតចាប់ដើមទុំស្រស់ហ្មងចាប់ពី3ថ្ងៃទៀតឡើងទៅទុំស្រស់ទាំងអស់ប៉ុន្តែអ្វីដែលយើងចម្លែកយើងឆ្ងល់តើបងប្អូនវិជាកសិករយើងគាត់ច្រោតទៅអីបើស្រូវទុំទី1ទី2នៅពេលដែលបងប្អូនយើងច្រោតស្រូវនៅពេលដែលកំពុងតែតទឹកភ្លៀងទៅទឹកឲ្យទៅច្រោតទៅអីហ្នឹងណាវាធ្វើឲ្យស្រូវរបស់យើងចុះថោកដោយសារមូលហេតុនៅពេលដែលឈ្មោះយើងយកទៅកិនអង្ករវានៅទៅទឹកវាពណ៌ក្រហមដល់ពេលពណ៌ក្រហមធ្វើឲ្យស្រូវយើងចុះថោកនេះគឺជាចំណុចសំខាន់បំផុតសម្រាប់ប្រជាកសិករយើងទី2ស្រូវឲ្យទុំស្រស់ចាំច្រោតណាបងប្អូនយើងធ្វើស្រែបានផលហើយបែរជាដល់តែពេលត្រូវប្រមូលផលបែរជាទៅច្រូតស្រូវខ្ចីទៅវិញហើយបងប្អូនយើងស្រែកតាស្រូវថោកណាស់បងប្អូនខ្លះច្រូតទាំងភ្លេងរលឹមតាមការចែកទេសវាយតម្លៃថាបើសិនជាច្រូតស្រូវទុំលាយខ្ចីធ្វើឲ្យស្រូវរបស់យើងចុះថោកទី2នៅពេលដែលស្រូវរបស់យើងនៅសន្សើមពេលដែលឈ្មួញគេទិញហើយគេយកទៅកាន់ចេញជាអង្ករគឺអង្ករចេញជាពណ៌ក្រហមអមធ្វើឲ្យស្រូវរបស់យើងនេះចុះថោកនេះជាបញ្ហាមួយដ៏ធំហើយជាបញ្ហាចម្បងបំផុតសម្រាប់បងប្អូនប្រជាកសិករយើងតែទន្ទឹមនឹងជួយបងប្អូនយើងបានបងប្អូនប្រជាពលរដ្ឋត្រូវតែជួយដោយខ្លួនឯងតាមរយៈទី1ឲ្យមានភាពស្មោះត្រង់ទី2ច្រូតស្រូវឲ្យស្មូតចាំច្រូតបើកថ្ងៃឡើងម៉ោង9ម៉ោង10ចាំច្រូតទី3កុំឲ្យទៅទឹកបើភ្លេងទៅទឹកកុំច្រូតតាច្រូតលក់ហើយឈ្មោះគេកិនចេញជាអង្គគេមើលមកអង្គពណ៌ក្រហមគេឲ្យស្រូវយើងថោកនេះជាបញ្ហាចម្បងដ៏បំផុតដែលបងប្អូនយើងគូតែ